ជំរាបសួរបងប្អូនអ្នកគ្នាមិនដំបូងនេះគឺអត់មានកម្រងថាតើរើមើលផ្កាអីទេប៉ុន្តែដោយសារតែផ្សារនៅជាប់គ្នាផ្សារបន្លែហើយនៅកន្លែងលក់ផ្កាហ្នឹងគឺវានៅជិតគ្នាដល់អញ្ចឹងហើយក៏ឆ្លៀតចូលទៅមើលទៅហើយពេលដែលចូលទៅហើយមានណានឹកឃើញស្រឡាញ់បាន3 4ផើងរបស់គេដែរហើយអីវ៉ាន់ពេញមកគូតឡានហើយអញ្ចឹងរៀបចំអីវ៉ាន់មុនហ្នឹងដាក់ខាងមុខដាក់ផ្កាខាងក្រោយវិញម្ដងពេលមកដល់ផ្ទះនេះរៀបតែផ្កាហើយទុកហើយអីវ៉ាន់ហើយប្តីថាថ្ងៃនេះតម្លើងរោងតាមបន្លែហ្នឹងព្រោះឯគាត់រៀបចំ2ថ្ងៃហើយថ្ងៃនេះថ្ងៃទី3ដល់អញ្ចឹងហើយដែលជួយកាន់គាត់អញ្ចឹងណាពីអ្នកកូនស្រីបន្ទាប់ពីហើយគឺខ្ញុំនេះរៀបចំដាំផ្ការបស់ខ្ញុំហើយខាងមុខនេះគឺខ្ញុំដាំផ្លែ strawberry ខ្ញុំទិញថែមផែជា10ដើមទៀតណាបងប្អូនហើយអញ្ចឹងហើយក៏រៀបចំដាំនិយាយទៅកូនខ្ញុំគាត់អ្នកចង់ដាំដល់ពេលគាត់អត់បានមកដាំទេគឺខ្ញុំនេះគឺជាអ្នកដាំដដែលហើយឥឡូវហ្នឹងបន្ទាប់ពីរៀបចំដាំហើយអស់ហើយខ្ញុំមកខាងមុខផ្ទះហើយបងប្អូនឃើញនេះខ្ញែណាបងប្អូនខ្ញែអ្នកខាងអាឡម៉ង់នេះគឺថាប៉ះហើយលមាស់ដូចតែគ្នាទេខ្ញុំរៀបចំបោចអាខ្ញែនៅជាប់លបងហ្នឹងកាលមុនគឺខ្ញុំអត់បានបោចទេខ្ញុំដាក់តែផ្កាទៅដាក់ដាំតែម្ដងតែឥឡូវគឺអត់ទេរៀបចំហើយស្អាតបានជីកដៃជីកអីដាក់ដាំផ្កាហើយកំពុងតែជីកប្តីគាត់មកសួរថាកូនតាណាអត់ឃើញអញ្ចឹងណាព្រោះអីរាល់ដងឲ្យតែខ្ញុំដាំផ្កាហ្នឹងដឹងតែគាត់មកខ្ញុំប្រាប់ថាគាត់នៅខាងក្នុងផ្ទះស្រួលគេងលក់ឲ្យស្មើនេះព្រោះអីទៅមកពីសាលាមត្តេយ្យអញ្ចឹងភាគច្រើនគឺគេងតែម្ដងកូនខ្ញុំណាហើយគាត់ក៏ចូលតែមើលតែម្ដងទៅហើយខ្ញុំបន្តដាំផ្ការបស់ខ្ញុំទៀតទៅបងប្អូននិយាយទៅផ្កានេះនិយាយទៅខ្ញុំទិញគុំប៉ុណ្ណឹងគឺវាស្រួលដាំបើសិនជាគេមានគុំធំជាងនឹងទៀតបងប្អូននិយាយទៅវារៀងធំពេកអញ្ចឹងខ្ញុំអត់ទិញយកមកខ្ញុំទិញតែប៉ុណ្ណឹងហើយខ្ញុំទិញនេះគឺបាន5ផើងកាកាឡា2ផើងហើយ3ផើងនេះគឺខ្ញុំនិយាយទៅផ្លេចឈ្មោះបាត់ហើយឈ្មោះរបស់វារៀងពិបាកហើយអញ្ចឹងហើយសូវឆាំទេបើសួរថាផ្កានឹងផ្កាអីខ្ញុំផ្លេចតែហ្មងហើយឥឡូវនឹងដាំហើយអីហើយគឺដាក់ជីតាមក្រោយហើយជីហ្នឹងខ្ញុំដាក់ច្រើនទេបងប្អូនដាក់តិចហ្នឹងនិយាយទៅមកកដងវាហ្នឹងវាមានគេដាក់នៅក្នុងហ្នឹង20លីត្រអញ្ចឹងណា20លីត្រចឹងហើយតែខ្ញុំដាក់អត់ទាំងអស់ហ្នឹងទេវារៀងទូចតែណាកដងដូចបងប្អូនឃើញហ្នឹងគេដាក់សម្រាប់ដាំផ្កាហើយឥឡូវហ្នឹងម្នាក់ឯងហ្នឹងមួយផ្លែហ្នឹងគឺហើយតែម្ដងហើយផ្កាខ្លះដែលខ្ញុំដាំហ្នឹងរៀងទូចហ្នឹងគឺអត់សូវស្អាតទេប៉ុន្តែនៅពេលដែលវារីកលាស់ធំមែនតើគឺស្អាតមែនតើផ្កាហ្នឹងព្រោះអីខ្ញុំឃើញគេអ្នកចិត្តខាងខ្ញុំដាំហើយគឺស្អាតមែនតើដល់អញ្ចឹងហើយខ្ញុំទិញយកមកដាំដែរប៉ុន្តែបើសួរឈ្មោះអត់ស្គាល់ទេខ្ញុំ